Hello guys, welcome to my channel again. Okay, ថ្ងៃនេះយើងនឹងធ្វើការមក Active Directory domain របស់យើងឥឡូវយើងមុនដំបូងយើងនឹងបើកមកឃើញឥឡូវយើងចូលទៅដល់ tool ម្នេញអូខេម្នេញនេះយើងមាន option សម្រាប់យើងជ្រើសរើសអ្វីដែលយើងចូលទៅកាន់នោះគឺ option នៅខាងលើគេហ្នឹងចូលទៅតាមហ្នឹងក៏បានដែរប៉ុន្តែយើងមានវិធីមួយទៀតគឺទៅលើ Windows Server នេះនៅផ្ទាំងមិនដដែលទេតែយើងនេះនៅត្រង់នេះយើងនឹងមានដដែលទេហើយបន្ទាប់មកយើងមើលទៅលើផ្ទាំងខាងមុខគឺត្រង់នេះគឺយើងត្រូវ select ទៅសម្រាប់តម្លើង directory អូខេ next នៅត្រង់នេះយើងអត់មានអ្វីត្រូវប្ដូរទេតែត្រង់ចំណុចនេះយើងត្រូវ select ទៅលើ Active Directory Domain Server ដែលយើងត្រូវធ្វើការតម្លើងអូខេបន្ទាប់ពីយើង select រួចហើយវានឹងសួរយើង add វាទៅបន្ទាប់មកទៀតយើងចុច next បន្ទាប់ទៀតឥឡូវចូលមកដល់ត្រង់នេះគឺជាការ confirm នៃការ install ហើយបន្ទាប់មកយើងនឹងធ្វើការ install នៅ function របស់វានោះគឺ Active Directory Domain អូខេឥឡូវយើងធ្វើការ install ហើយតែត្រង់នេះយើងត្រូវចំណាយពេលរងចាំវាបន្តិចព្រោះវារៀងយូរដែរឥឡូវវាកំពុងតែធ្វើការ install នៅ function ហើយអូខេ function វាមានសម្រាប់យើងប្រើប្រាស់ក្នុងវាមានច្រើនដែរដែលត្រូវ install ហើយនឹងសិក្សាបន្ថែមទៀតទៅលើ tool នីមួយៗដែលយើងបានតម្លើងនៅលើ Active Directory របស់យើងដែលគិតថាมันច្រើនទេឥឡូវបន្ទាប់ពីវាធ្វើការ install នៅ successful ហើយឥឡូវយើងចុច close វាមកដើម្បីបិទផ្ទាំងនេះហើយយើងចូលទៅកាន់នៅ tool មួយទៀតដែលនេះនៅត្រង់នេះយើងនឹង click ទៅលើវាហើយយើងនឹងទៅបើកនៅ promote ឬ promo របស់វានឹងដើម្បីធ្វើការទៅ run ទៅបើក Active Directory អូខេនៅត្រង់នេះយើងនឹងធ្វើការ select ទៅលើ function មួយដែលមានឈ្មោះថាឥឡូវយើង select ទៅកាន់ add a new forest តែយើងត្រូវ select យកអូខេបន្ទាប់ពីយើង select ហើយយើងនឹងចូលទៅកាន់ domain ដែលយើង domain នេះយើងនឹង select វាដាក់ឈ្មោះអ្វីដែរ domain យើងឈ្មោះអីអូខេឥឡូវយើងធ្វើការដាក់ឈ្មោះមក domain របស់វាខ្ញុំដាក់ថា e6.com ហើយ .com ជាស្រេច e6.local ដែលខ្ញុំដាក់ឈ្មោះនេះអូខេមកដល់ត្រង់ចំណុចនេះយើងនឹងធ្វើការ select new function level of new forest and road domain យើងនឹង select ទៅលើថាតើ Windows Server ចាប់ពីឆ្នាំណាដល់ឆ្នាំណាដែលយើងអនុញ្ញាតឲ្យ join នៅ domain យើងសម្រាប់អ្នកទាំងអស់គ្នានៅត្រង់នេះយើងអាចជ្រើសរើសនៅថាតើ Windows Server នៅឆ្នាំណាឡើងដែលអាច join នៅ domain របស់យើងបើថា server ទាបជាងទេមិនអាច join នៅ domain ដែលយើងកំណត់នៅត្រង់នេះបានទេសម្រាប់ខ្ញុំដាក់
2016មកបើថា Windows Server នៅក្រោម2016យើងវាមិនអាច join នៅ domain របស់យើងបានទេអូខេត្រង់នេះយើងដាក់ password យើងដាក់មកអូខេនៅត្រង់ចំណុចនេះយើងចុច next បន្ទាប់ verify វាកំពុងតែ verify ទៅ net អូខេយើងកំពុងតែធ្វើការរំចាំវាបន្តិចមកវាកំពុងតែដំណើរការហើយអូខេបន្ទាប់ពីវា verify មក domain name របស់យើងគឺ class គឺឈ្មោះថា exec អូខេចុច next ពីព្រោះឈ្មោះនេះយើងត្រូវដាក់នៅខាងមុខនោះដែលយើងថាដាក់ exec.local ដែលជាឈ្មោះ domain name យើងអូខេនៅត្រង់នេះវានឹងបង្ហាញនៅផ្ទាំងមួយចំនួនថា path យើងទុកនៅណាដែល local ហ្នឹងវាមាននៅដូចជា folder នេះដែលយើងអាចទុកនៅខាងក្រៅក៏បានដែរហើយសម្រាប់ខ្ញុំទុកនៅលើនេះហើយយើងចុច next បន្ទាប់ទៀតនៅត្រង់នេះវាដើម្បីបញ្ជាក់យើងថា option ដែលយើង select ហ្នឹងត្រឹមត្រូវទៅតាមអ្វីដែលយើងចង់បានដែរឬនៅឬថាដាក់នៅទីតាំងណាដែលយើងត្រូវ select ពីមុនមកហ្នឹងបើថាត្រឹមត្រូវហើយយើងចុច next ទៀតអូខេនៅត្រង់ចំណុចនេះវាកំពុងតែ view result ឲ្យយើងមើលថាវាចេញនៅផ្ទាំងមួយចំនួនដែលយើងនឹងត្រូវ verify prerequisite for domain controller operation អូខេតមកវានឹងចេញ view result សម្រាប់យើងអូខេយើងអានឲ្យបានជាក់លាក់មកសម្រាប់ខ្ញុំមិនអីទេព្រោះខ្ញុំអូខេឥឡូវបន្ទាប់ពីយើងមើលទៅសពអស់ហើយយើងចុច install តែម្ដងឥឡូវវាកំពុងធ្វើការ install ហើយនៅអូខេយើងរងចាំវាបន្តិចទៅដើម្បីវាកំពុងតែដំណើរការវាកំពុងតែ install ពេលដែល install វាក៏ចេញនៅត្រង់នេះដែរបាទវាចេញ warning ឲ្យយើងបញ្ជាក់យើងឲ្យយើងពិនិត្យមើលថាយើងបាន accept អីឬមិន accept អីដាក់នៅទីណាអានេះបញ្ជាក់យើងឲ្យច្បាស់ថាអូខេតមកបន្តមកនៅពេលដែលវា install រួចវានឹង resign out ដែលយើងត្រូវ restart ម៉ាស៊ីនឡើងវិញអូខេអូខេឥឡូវវាកំពុងតែធ្វើការ restart ហើយបន្ទាប់ពីវា install រួចរាល់វាកំពុងតែដំណើរការនៅម៉ាស៊ីនរបស់យើងដែលយើងបាននៅ active directory domain ឥឡូវវាកំពុងតែ apply computer setting របស់យើងហើយក៏ពី restart រួច
អូខេតបពីវាដល់មកវាណាឥឡូវយើងធ្វើការចូលមកទៅលើ PC របស់យើងហើយយើងចុចនៅ Control Alt Delete អូខេហើយយើងធ្វើការមើលនេះថា user របស់យើងឈ្មោះអី user របស់ computer យើងដែលយើងបាន active ពីមុនមកនេះវានឹង load ត្រង់នេះថា ASIC អូខេអូខេតោះពីយើងបាននៅ Active Directory Domain ហើយយើងចូលទៅមើលថាយើងបានតម្លើងវាហើយឬនៅក្នុងម៉ាស៊ីនរបស់យើងថាយើងចង់ដឹងថាវាបានដំណើរការយើងនេះចូលទៅ Active Directory User and Computer របស់យើងនេះអ្វីដែលយើងបានតម្លើងមិញគឺ Active Directory User and Computer នេះគឺជា local នេះតែយើងឧទាហរណ៍បើយើងចង់បាននៅ user ថ្មីនេះគឺយើងคลิกទៅលើវាមកនេះមានច្រើនយើងអាចចូលនៅ user ផ្ទាល់ទៀតអូខេ user នេះយើង create នៅ user object ឬជា object user ថ្មីមាន local name មាន name មាន initialize initial last name full name user doc name នេះគឺជា local របស់យើងដែលយើងនៅពេលដែលគេកើតថ្មីមកគឺយើងអាចគ្រប់គ្រងបាននៅក្នុង local របស់យើងនេះគឺជា user local name pre window ដែលយើងអាចដាក់បាន20 username ហើយ20 username អូខេបើសិនបងប្អូនមានតម្រូវការអាចបន្ថែមនៅត្រង់នេះបានទៀតបាទឥឡូវវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរសូមអរគុណ